វិធីងាយៗក្នុងការពូតអេក្រង់ជាពីរជំរាបសួរខ្ញុំបានទីថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូបង្រៀនពីរបៀបនៃការពូតអេក្រង់ជាពីរលើទូរស័ព្ទ Samsung ជំហានដំបូងយើងក៏អូសវាឡើងលើយើងចូលកន្លែង search យើងវាយពាក្យថា split screen នេះយើងយក option ទី2គេដាក់ថា swipe for split screen ហើយបន្តមកយើងចុចបើកវាមកយើងធ្វើបែបនេះនៅពេលដែលយើងចូលក្នុងកម្មវិធីណាមួយយើងចង់បើកកម្មវិធីមួយទៀតក្នុងពេលតែមួយយើងគ្រាន់តែអូសម្រៀងពីរឡើងទៅខាងលើវានឹងបើកបែបនេះហើយបន្តមកយើងបើកកម្មវិធីផ្សេងទៀតទៅឧបមាថាខ្ញុំបើក TikTok មួយទៀតអញ្ចឹងបានន័យថាខ្ញុំអាចប្រើ TikTok ក៏បានប្រើ YouTube ក៏បានក្នុងពេលតែមួយបើសិនខ្ញុំចង់បដូរទីតាំងពួកវាខ្ញុំអាចចុចនៅលើចំណុចកណ្ដាលនេះហើយខ្ញុំយកកន្លែងសញ្ញាព្រួយនេះវានឹងបដូរទីតាំងគ្នាហើយយើងក៏អាចបង្កើតវាបែបនេះបានដែរបើសិនយើងចង់ឈប់ប្រើកម្មវិធីណាមួយយើងគ្រាន់តែអូសវាចុះមកក្រោមមកវានឹងបិទកម្មវិធីមួយហ្នឹងអូខេអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like និង subscribe ព្រមទាំងfollow account TikTok របស់ខ្ញុំផងអរគុណជម្រាបលា